ទឹកភ្នែករបស់ខ្ញុំបានស្រក់នៅលើប្រទេសម៉ាឡេស៊ីស្រក់ព្រោះតែមានមោទនភាពជាមួយនឹងកូនខ្មែរមួយរូបដែលតែងតែមានបងប្អូនមួយចំនួនដែលតាមជាន់ពន្លិចគាត់តែចង់ប្រាប់ថាគាត់អត់លិចទេគាត់ថែមទាំងនាំវប្បធម៌ខ្មែររបាំគេអាករខ្មែរមកដល់ប្រទេសគេទៀតក្នុងនាមខ្ញុំជា fan គាត់ម្នាក់ខ្ញុំពិតជារំភើបរហូតដល់ស្រក់ទឹកភ្នែកហើយក៏មានបងប្អូនដែលឈាមជាខ្មែរគឺគាត់ពិតជាមោទនភាពចំពោះចប្រិតខ្លាំងមែនតើខ្ញុំពិតជាសរសើរការតស៊ូរបស់ចប្រិតខ្លាំងមែនតើតែម្ដងទោះបីជាមានបងប្អូនមួយចំនួនទូចដែលគាត់អត់ពេញចិត្តគាត់ជេរគាត់ស្ដីគាត់ថាយ៉ាងណាក៏ដោយក៏ប៉ុន្តែតែពិតជារឹងមាំខ្លាំងមែនតើហ្មងរហូតបានមកដល់ឆាកអន្តរជាតិក៏មិនភ្លេចជាមួយនឹងវប្បធម៌ខ្មែរដែរយកវប្បធម៌ខ្មែរមក show នៅលើប្រទេសគេជនជាតិគេគឺស្រែកហូពេញនឹងតែម្ដងខ្ញុំនៅនឹងផ្ទាល់គឺខ្ញុំពិតជាអារម្មណ៍ខ្ញុំគឺពិតជាអស្ចារ្យខ្លាំងមែនតើខ្ញុំរំភើបខ្លាំងមែនតើតែម្ដងទោះបីជាខ្ញុំទប់ខ្លួនឯងថាខ្ញុំអត់យំក៏ខ្ញុំទប់ជាប់ដែរអរគុណចាចំពោះមោទនភាពដ៏អស្ចារ្យមួយនេះសម្លេងស្រែកហូដែលចេញពីប្រទេសនីមួយៗគឺវាពិតជាអស្ចារ្យហូឲ្យកម្ពុជាចែកទេបុព្រឹកអាចធ្វើបានតែធ្វើបានល្អបំផុតសូម្បីតែក្រុមការងារជនជាតិកូរ៉េក៏គេស្រែកថាវ៉ាវខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលខ្ញុំបានមកដល់ទីនេះខ្ញុំបានឃើញដល់ផ្ទាល់ភ្នែកថាវាពិតជាអស្ចារ្យប៉ុណ្ណានៅខាងក្រៅខ្ញុំនិយាយមែនណានៅខាងក្រៅគឺអស្ចារ្យខ្លាំងណាស់បងប្អូនទាំងអស់គ្នាអើយខ្ញុំស្រែកហូដល់តែឈូកកតែម្ដងហើយខ្ញុំនៅទីនឹងផ្ទាល់តែម្ដងនៅពេលដែលខ្ញុំទៅដល់និយាយទៅរបៀបថាជនជាតិគេនេះនៅពេលដែលត្រូវចិត្តពើហូបើសិនជាអត់ត្រូវចិត្តគឺអត់ហូទេចាខ្ញុំនៅកន្លែងនេះផ្ទាល់ខ្ញុំមកមើលផ្ទាល់នេះខ្ញុំចង់ស្រែកយំនិយាយទៅគឺថាខ្ញុំព្រឺសបល់បាសរោមតែម្ដងបងប្អូនហើយកន្លែងដែលខ្ញុំនៅនេះគឺពួកខ្ញុំនៅកន្លែង VIP និយាយមែនគ្រាន់តែចេញស្លាយជាព្រឹកមកគឺខ្ញុំហូតែម្ដងណាដែរនៅពេលដែលគេបង្ហាញប្រាសាទអង្គរវត្តខ្មែរនៅលើគ្រានប្រទេសគេបែបនេះសម្រាប់ខ្ញុំគឺអស្ចារ្យខ្លាំងណាស់កូនខ្មែរម្នាក់នេះអត់ដែលធ្វើឲ្យបងប្អូនអស់សង្ឃឹមទេគ្រាន់តែបើក្បាលចេញមកនេះហើយនិយាយទៅគឺថាគូព្រឺសបល់ខ្លាំងហ្មងមានជាមួយនឹងពោលមានជាមួយនឹងអីចឹងទៅហើយជាព្រឹកវិញគឺថាស្អាតខ្លាំងតែម្ដងគឺអត់ឲ្យណាគេនិយាយបានទេនិយាយទៅគឺថាកូនខ្មែរគឺស្អាតបែបហ្នឹងចាគាត់បានបង្ហាញពីវប្បធម៌មួយមានរបាំខ្មែរមានតួយក្សមានអីអញ្ចឹងទៅហើយក៏មិនភ្លេចជាមួយនឹងក្បាច់គុនបុកកតោខ្មែរដូចគ្នានិយាយទៅគឺខ្ញុំពិតជាសរសើរគាត់ខ្លាំងមែនតែម្ដងបទគាត់មានច្រើនណាបទអង់គ្លេសក៏មានបទអីក៏មានក៏គាត់អាចយកមកច្រៀងបានក៏ប៉ុន្តែគឺគាត់ចង់លើកស្ទួយជាមួយនឹងវប្បធម៌ខ្មែរហើយគាត់បាននាំបងអ្នករបាំក៏ដូចជាបងខាងបុកកតោបងខាងខំខ្មែរអីហ្នឹងគឺមកទាំងអស់ហើយបងប្អូនទាំងអស់គ្នាព្រោះគាត់មានឈាមជាខ្មែរគាត់មិនភ្លេចទេពាក្យថាគាត់គឺជាកូនខ្មែរអញ្ចឹងហើយគឺគាត់ពិតជាលើកស្ទួយជាមួយនឹងវប្បធម៌ខ្មែរបានល្អខ្លាំងមែនតើអ្នកទាំងអស់គ្នាដឹងអត់ខ្ញុំនៅនឹងផ្ទាល់ណាខ្ញុំឃើញគេស្រែកហូស្រែកអ្នកខ្លះគេនិយាយកម្ពុជាខ្ញុំពិតជាមានអារម្មណ៍ថា Oh my god និយាយទៅគឺអារម្មណ៍មួយហ្នឹងគឺពិបាកសូម្បីតែខ្ញុំ voice over ឥឡូវនេះក៏ខ្ញុំមានអារម្មណ៍ថាខ្ញុំឈួលដែរហើយនៅពេលដែលចូលមកដល់បទទេវរាជបងប្អូនទាំងអស់គ្នាសម័យមើលម៉ានីទីដូរកៅអៅបានណាបងប្អូនមើលកៅអៅដែលគាត់ពាក់មុននឹងហើយកៅអៅដែលគាត់ពាក់ឥឡូវគាត់ប្រើរយៈពេលតែ1នាទីទៅ2នាទីគាត់ត្រូវដូរបានខ្ញុំពិតជាសរសើរគាត់ខ្លាំងមែនតើនេះហើយគឺជាមូលហេតុដែលគាត់ចង់បង្ហាញពីសម្លៀកបំពាក់ខ្មែរនៅពេលដែលគាត់ច្រៀងគឺមានគេបង្ហាញប្រាសាទអង្គរវត្តនៅលើ screen ហ្នឹងមានដើមត្នោតមានអីនិយាយទៅគឺថាខ្ញុំអត់ដឹងថាខ្ញុំគួរនិយាយមិនឲ្យត្រូវជាមួយនឹងអារម្មណ៍ដែលខ្ញុំបាននៅពេលហ្នឹងគូវាពិតជាទាញយកអារម្មណ៍ខ្ញុំបានខ្លាំងមែនតើតែម្ដងខ្ញុំឡើងនិយាយអីលេងចេញគឺមានតែមួយម៉ាត់គូខ្ញុំស្រែកហូស្រែកអស់ពីចិត្តហ្មងនៅពេលដែលខ្ញុំបានឃើញហើយថាខ្ញុំទប់ទឹកភ្នែកមែនតើខ្ញុំទប់វាចង់ជាប់ទេបងប្អូនគាត់ពិតជាអស្ចារ្យខ្លាំងចេះព្រឹកអូនចង់ផ្ដាំចេះតាមវីដេអូនេះថាចាអស្ចារ្យខ្លាំងបំផុតហ្មងអស្ចារ្យរហូតដល់ថ្នាក់សពការងារមួយនេះមិនទាន់ស្រួលបួលទេណាគឺគេបានហៅគាត់ទៅប្រទេសផ្សេងទៀតខ្ញុំពិតជាមានមោទនភាពខ្លាំងមែនតើនិយាយទៅគូសប្បាយចិត្តខ្លាំងហ្មងតែឡើយនោះមកចូលដល់នឹងអស់ណាយើងនឹងមានទៅកោបន្តជាមួយគេទេតែខ្ញុំលាក់ខាងវ៉ា
Vâng, cái đấy cũng Thank you my love តិចទៀតយើងហៅមាន គ្នាអីអញ្ចឹង party អញ្ចឹងដោយសារតែយើងធ្វើទៅដោយរលូនបានជោគជ័យបានល្អខ្លាំងមែនតែនតែម្ដងទៅ concert មុនហ្នឹងគឺខ្ញុំបានបាញ់ជាមួយនឹងទឹកអាប់តុមិចទីទៅទឹកអាប់តុមិចគឺថាមកតាមខ្ញុំបានគ្រប់កន្លែងតែម្ដងដោយសារតែទឹកអាប់នេះគឺមានចំណុចតែ50 ml ទេអញ្ចឹងដាក់ឡើងយន្តហោះគឺងាយស្រួលខ្លាំងមែនតែនងាយស្រួលដាក់តាមខ្លួនខ្លាំងមែនតែនតែម្ដងជាពិសេសមានក្លិនក្រអូបឈ្ងុយមែនតែនក្លិនពណ៌បៃតងនេះគឺឈ្ងុយបែបស្ករគ្រាប់អីអញ្ចឹងណាទីទៅគឺក្លិនផ្អែមហើយទឹកអាប់តុមិចគឺមាន6ក្លិន6ពណ៌ក្លិននីមួយៗគឺមានភាពក្រអូបផ្សេងគ្នាមានភាពតាក់ទាញរៀងខ្លួនតែម្ដងបងៗទាំងអស់គ្នាស្រឡាញ់ក្លិនណាគឺអាចយកក្លិននឹងបាន